ចំពោះអូនដែលទើបតែស្រឡាញ់គ្នាដំបូងឬក៏ចង់យកអ្នកណាធ្វើជាអនាគតណាអូនគួរតែឲ្យមិត្តភ័ក្តិឬក៏ក្រុមគ្រួសាររបស់អូនណាគេជួយជ្រើសរើសឬក៏គេជួយគិតមានន័យថាចែកឲ្យគេស្រឡាញ់ផងនៅពេលដែលយើងស្រឡាញ់មនុស្សម្នាក់យើងអត់បានមើលឃើញពីចំណុចអវិជ្ជមានរបស់គាត់ទេយើងមើលអត់ឃើញទេថាគេនឹងមានចំណុចអវិជ្ជមានអីខ្លះគេដូចពាក្យចាស់លោកនិយាយថាឃ្លានឆ្ងាញ់ស្រឡាញ់ល្អអញ្ចឹងនៅពេលដែលយើងស្រឡាញ់នរណាម្នាក់យើងអត់បានមើលឃើញពីចំណុចអវិជ្ជមានរបស់គេទេយើងមើលឃើញប៉ុន្តែយើងគិតថាអត់អីដោយសារអីយើងស្រឡាញ់ធម្មតាស្រឡាញ់ស្អីក៏ល្អយើងមើលទៅឃើញល្អអញ្ចឹងណាយើងអត់បាននៅចំកដាលឯងមានន័យថាបើធៀបទៅនឹងជញ្ជីងមួយនឹងគឺបានផ្អៀងរួចទៅហើយផ្អៀងមកខាងក្តីស្រឡាញ់បាត់ហើយអញ្ចឹងទោះជាមានចំណុចអវិជ្ជមានក៏យើងមើលអត់ឃើញដែរយើងមើលឃើញតែយើងធ្វើជាមើលមិនឃើញយើងគិតថាប៉ុណ្ណឹងអត់អីប៉ុន្តែយើងរាប់អានគ្នាឬក៏យើងទៅតែស្គាល់គ្នាដំបូងយើងគិតថាប៉ុណ្ណឹងអត់អីអាចចំណុចកំហុសទូចយើងគិតថាអត់អីតែតាមពិតនៅពេលដែលយើងចាប់រៀបការរស់នៅជាមួយគ្នាទើបយើងដឹងថាអាទូចហ្នឹងឯងដែលធ្វើឲ្យរឿងធំកើតឡើងហើយចំណុចទូចហ្នឹងឯងដែលប្រមូលផ្ដុំទៅធ្វើឲ្យគ្រួសាររបស់យើងអត់មានក្តីសុខទេអញ្ចឹងអាទូចហ្នឹងគឺយើងត្រូវស្វែងយល់ឲ្យហើយនៅពេលដែលយើងស្គាល់គ្នាដំបូងរាប់អានគ្នាដំបូងចំណុចទូចហ្នឹងឯងដែលជាចំណុចដែលយើងត្រូវតែចាប់អារម្មណ៍មើលហើយកុំភ្លេចឲ្យក្រុមគ្រួសារគេស្គាល់ឬក៏ឲ្យគេជួយមើលយើងកុំមើលតែម្នាក់ឯងព្រោះនៅពេលដែលយើងមើលម្នាក់ឯងបើយើងអត់តន់ស្រឡាញ់អានឹងអត់អីទេតែបើយើងស្រឡាញ់ហើយជញ្ជីងនឹងគឺបានផ្អៀងអញ្ចឹងនៅពេលដែលបានផ្អៀងហើយគឺពិបាកអាក់ទាញណានៅពេលដែលស្រឡាញ់យើងមើលទៅឃើញល្អទាំងអស់អញ្ចឹងយើងអត់បានដឹងថាចំណុចទូចហ្នឹងយើងមើលទៅឃើញខុសយើងគិតថាមិនដឹងខុសអីចឹងណាតែតាមពិតដោយសារតែយើងនឹងមានក្តីស្រឡាញ់ស្រាប់អញ្ចឹងទោះជាខុសតិចតួចក៏អត់អីអញ្ចឹងមិនអូនឲ្យជួយឲ្យមិត្តភ័ក្តិឬក៏ក្រុមគ្រួសាររបស់យើងឲ្យគេជួយមើលវិនិច្ឆ័យមើលថាម្នាក់ហ្នឹងបែបម៉េចចឹងណាហើយយើងក៏មើលដែរមិនមែនថាយើងអត់មើលយើងមើលជាងអ្នកណាទាំងអស់តែយើងស្ដាប់មតិគេផងកុំអញនិយាយបានថាយកតែមតិខ្លួនឯងគិតថាខ្លួនឯងអូខេបើយើងអត់តន់ស្រឡាញ់អត់អីតែបើថាមានចិត្តស្រឡាញ់ហើយយើងមើលអត់ឃើញទេអញនិយាយបានថាអាចងប់ងល់រួចទៅហើយអញ្ចឹងកំហុសទាំងឡាយគឺត្រូវបាន cancel ចោល